បើសិនខ្ញុំផ្ញើ logo ខ្ញុំអាហ្នឹងគាត់ design ឲ្យយើងបានហើយមិនចឹងនិយាយថាយើងចង់បានរបៀបមិនអញ្ចឹងណាខ្ញុំមានតែ logo អញ្ចឹងខ្ញុំមិនដឹងថាខ្ញុំចង់បានរបៀបមិនអី style វាមិនអីចឹងណាហ្នឹងខាងគាត់ធ្វើបានហើយមិនដូចបងបានស្ដាប់លើមុនអញ្ចឹងបងប្រុសគាត់រតនាគឺគាត់មានតែ logo ទេហើយគាត់អត់ដឹងទៅ design បែបមិនអញ្ចឹងណាបន្ទាប់ពីយើងទទួលបានទំហំអីពីគាត់ដែលគាត់ចង់បានហើយជាមួយនឹង logo ហើយគឺយើងចាប់ផ្ដើមធ្វើការ process ការងារយើង design ហើយសម្រាប់ option design គឺមាន3ជម្រើសឲ្យបងប្រុសយើងឲ្យគាត់រើសអញ្ចឹងណាហើយសម្រាប់ concept តើតើមួយ concept design ផ្សេងៗហ្នឹងគឺយើងអ្នក design ឲ្យអញ្ចឹងណាហ្នឹងហើយបន្ទាប់មកសម្រាប់សម្រួលមកគឺគាត់យក artwork option ទី3អញ្ចឹងនេះលយអានេះលយហើយនេះគឺជា mousepad final product តែម្ដងអញ្ចឹងណាហ្នឹងហើយនេះ mousepad របស់បងប្អូនស្អាតមែនទែនបងប្អូនពណ៌ទឹកថ្នាំ print ចេញមកគឺអត់ខុសគ្នាពីរូបភាពដែលបងមើលប្រហែលទេអញ្ចឹងណាហ្នឹងហើយសម្រាប់ background ពណ៌ទឹកបឺចមាន logo ស្អាតពណ៌ទឹកថ្នាំកម្រាស់សាច់នេះគឺសម្រាប់ mousepad បងប្រុសនេះគឺទំហំបដ ாய் 1 ម៉ែត្រ 6សម្រាប់តតឹងគឺ65សង់ទីម៉ែត្រកម្រាស់វិញគឺ5មីលីម៉ែត្រសាច់ខាទុនសាច់ឡើងទុនណានេះ SBC K9 Academy ហើយចង់បងត្រូវការកំងអីអាចតាក់ទងតាម Telegram ផ្ញើរូបភាពដែលបងចង់ print ទំហំដែលបងចង់បានសម្រាប់ការកំងឲ្យបាន10ម៉ែត្រជាងមកដល់ណាបង